bà là đấy dân to làm hạt bảo dưỡng chẳng video muốn vô đó làm hạt tí pì ngày nãy cho làm hạt tí 7 nên làm hạt tí 4 còn là cái đô pi cầm nốt n cầm nốt x dương mà cầm nốt thì mà nó và chứng ca cầm nốt cái trong cầm nốt ở với các bạn này cái dương ai ở rồi bạn từng ngọ và còn là cái đồ nhạt bị x mà đã thí cái chân đặt sai thì mình thấy còn tại mà làm hạt tí 7 nữa vì hiện còn dương làm hạt tí mùi tí pi hay tí mùi tích và hiện lực tích và còn thái dương ca kệ ní cứ dương thua đôi khi ở khóc này thì và chứng cầm nốt thí đại cỏ ok chẳng như đặt sai từng ní làm hạt có pram thí mà nâng bay thí bột của mùi cái này khơi làm hạtประเภทสมัยการแบบนั้นได้มีมวยnhátคือយើងត្រូវទាញអង្គណាដែលជាប់បញ្ញត្តិមករកបញ្ញត្តិមកគឺយើងងាយស្រួលក្នុងការដោះស្រាយហើយចំនួនដែលមិនជាប់បញ្ញត្តិមានន័យថាលេខធម្មតាគឺយើងទុកនៅដដែលបាទតោះអញ្ចឹងយើងអនុវត្តទាំងអស់គ្នាលំហាត់កអូខេក5ធីស្មើ3ធីបូក6អញ្ចឹងយើងអាចទាញ3ធីមករកអង្គទី1វិញអញ្ចឹងអាចទាញ5ធីមកអង្គទី2ក៏បានដែរអត់បញ្ហាយើងទាញទៅខាងណាក៏បានដែរប៉ុន្តែដើម្បីឲ្យងាយស្រួលដោយសារតែអានេះវាមេគុណ3វាតូចជាងយើងទាញមកអង្គទី1មកអញ្ចឹងកាលណាអត់មានគឺយើងបូកទាញមកបានដកអញ្ចឹងយើងទៅជាសមមូលនឹង5ធីអូខេអញ្ចឹង3ធីទាញមកបានដក3ធី6គឺយើងទុកដដែលតែស្មើនឹង6ដដែលបាទយើងទូទាត់ទៅទៀត5ដក3ទៅសល់2ធីអូខេអញ្ចឹង2ធីស្មើនឹង6បាទអញ្ចឹងយើងចូលក្លេរបស់យើងមកសាមញ្ញហើយអញ្ចឹងមកសាមញ្ញគឺដូចគ្នាដែរកាលណាយើងដកហើយនៅជាប់ធីអញ្ចឹងអានេះមានន័យថាគុណ2ធីមានន័យថា2គុណធីយើងចង់បានធីយើងរុញ2មកអង្គទី2អូខេរុញមកអង្គទី2គុណរុញមកបានចែកបាទអញ្ចឹងបានធីស្មើ6ចែកនឹង2អូខេ6ចែកឲ្យ2 6ចែក2បាន3ស្មើនឹង3អូខេបាទអញ្ចឹងលំហាត់ទី1របស់យើងគឺ t ស្មើនឹង3បាទអញ្ចឹងយើងឆ្លើយថាអញ្ចឹងគ្រប់លំហាត់ទាំងអស់គឺដើម្បីបានបន្ទូល្អនៅពេលដែលយើងធ្វើហើយយើងធ្វើការឆ្លើយបាទដូចនេះតម្លៃ t គឺស្មើនឹង t គឺស្មើនឹង3បាទ t ស្មើ3អូខេយើងចូលទៅលំហាត់ខបាទខគេធ្វើមិនដែរខអូខេយើងចូលមើលទាំងអស់គ្នាជឹងខគេថា 4t ស្មើ 3t បូកឲ្យ12បាទ 4t ស្មើ 3t បូក12 4t ស្មើ 3t បូកឲ្យ12បាទការដោះស្រាយគឺដូចគ្នាដែរគឺយើងទាញ3មករកអង្គទី1មកអញ្ចឹងទៅជា 4t 3នោះគឺអត់មានសញ្ញាអីមានន័យថាបូកអញ្ចឹងយើងទាញបានដក3t ស្មើនឹង12អញ្ចឹងយើងធ្វើការដកទាំងអស់គ្នាមក4ដក3នៅសល់ t ស្មើនឹង12អញ្ចឹង t ស្មើ12អត់មានដោះស្រាយទៀតទេចម្លើយវាខ្លីប៉ុណ្ណឹងគឺដូចនេះបាទដូចនេះ t ស្មើ12អូខេ t ស្មើ12យើងចូលលំហាត់កែវបាទលំហាត់កែវលំហាត់កែវបាទលំហាត់កែវ 3t ស្មើ t បូកអី8អូខេ 3t ស្មើ t បូក8យើងចូលមកចុង 3t ស្មើសំទោស 3t ស្មើប្រមាណវិញផ្លេចតែ 3t ស្មើ t បូក8បាទ t បូកឲ្យ8អូខេបូកឲ្យ8អញ្ចឹងយើងធ្វើការដោះស្រាយដូចគ្នាអញ្ចឹង 3t យើងទុកដដែលយើងទាញ t មកអង្គទី1អញ្ចឹង t ទាញមកបានដក t ស្មើនឹង8បាទអញ្ចឹងយើងធ្វើការដកមកអញ្ចឹង3t ដក t អញ្ចឹង t កាលណាអត់មានមេគុណមានន័យថាមេគុណវា1អញ្ចឹង3ដកឲ្យ1សល់2t ស្មើនឹង8ជិះចង់បាន t បាទយើងចង់បាន t អញ្ចឹង t ស្មើ8ចែកនឹង2យើងអាចចែកយកតម្ងក៏បានដែរ
បាទ8ចែកនឹង2ស្មើនឹង4អូខេដូចនេះt ស្មើនឹង4បាទ t ស្មើនឹង4ជាងចូលមកលំហាត់របស់យើងបន្ទាប់គឺលំហាត់ curve បាទលំហាត់ curve គេថាម៉េច curve ចូលទៅមើលទាំងអស់គ្នា curve 7t ស្មើ t បូក 60បាទ 7t ស្មើ t បូក 60 7t អូខេ 7t ស្មើនឹង t បូកអី60បាទយើងដោះស្រាយដូចគ្នាយើងទាញ t ទៅអង្គទី1អញ្ចឹងបាន 7t ដក i ដក it ស្មើនឹង60អូខេស្មើ60យើងទៅទៀត 7t ដក it អញ្ចឹង t អត់មានមេគុណដូចគ្នាដែរអត់មានលេខពីមុខហ្នឹងគឺមេគុណ1អញ្ចឹង 7t ដក t សល់6t ស្មើនឹង60យើងចង់បាន t អូខេ t ស្មើ60ចែកនឹង6បាទ60ចែក6បាន10ចាបាន10អូខេអញ្ចឹងដូចនេះt របស់យើងស្មើប៉ុន្មានលំហាត់ curve ដូចនេះ t គឺស្មើនឹង10បាទស្មើនឹង10បាទចប់លំហាត់ curve ជិះចូលលំហាត់បន្ទាប់គឺលំហាត់ទី4បាទលំហាត់ទី4គេថាម៉េចយើងចូលមើលទាំងអស់គ្នាទី4គេថាកំណត់ a ដែរអូខេទី4រៀងពិបាកជាងទី3បន្តិចដោយសារវាជាប់វងកញ្ចក់បាទកំណត់ a ដែរកំណត់ a អូខេដែរបាទយើងចូលក2កណ្ដាលវងកញ្ចក់អានតែកតា2កតា5បូក a អូខេ2កតា5បូក a ស្មើនឹង2កតា5បូក a ស្មើ15អូខេស្មើ15បាទអញ្ចឹងករណីលំហាត់ដែលយើងជាប់នៅវងកញ្ចក់កាលណាយើងជាប់វងកញ្ចក់ជំហានដំបូងគឺគេដោះស្រាយនៅក្នុងវងកញ្ចក់សិនបាទគេពលាតនៅក្នុងវងកញ្ចក់អស់សិនបាទអញ្ចឹងកាលណាគេប្រាប់វងកញ្ចក់ឬក៏យើងហៅថាកតាមានន័យថាយើងគុណចំនួនខាងក្រៅចូលជាយើងគុណចូលមកអញ្ចឹងមានន័យថាតម្លៃ2នេះគុណចូលខាងក្នុងនេះទាំងអស់គុណពលាតបាទអញ្ចឹងគុណចូលមក2គុណចូលបាន2 5ដងបាន10អូខេបូកព្រោះសញ្ញាបូកបាទអញ្ចឹងយើងយក2គុណចូលទាំងអស់គុណនឹង5ផងគុណនឹង a ផងពួកគេប្រើវងកញ្ចក់អញ្ចឹងយើងដោះស្រាយនៅបណ្ដុំនៅជាប់វងកញ្ចក់សិនអូខេអញ្ចឹង2គុណអីឲ្យ5បាន10សញ្ញាបូកយើងដាក់បូកដដែល2គុណឲ្យ a បាន 2a អញ្ចឹងនៅពេលយើងគុណហើយយើងលុបវងកញ្ចក់ចោលបានអញ្ចឹងបាន 2a ស្មើ15ដដែលអញ្ចឹងយើងចាប់ដើមចូលក្លេលំហាត់ទី3របស់យើងអូខេអញ្ចឹងយើងធ្វើដូចគ្នាយើងគុណទៅអញ្ញត្តិយើងមានតែ 2a ទេចំណែកលេខ10វាជាចំនួនលេខធម្មតាអញ្ចឹងយើងបោះវាមកអង្គទី2អញ្ចឹង 2a នៅដដែលស្មើនឹង15 10បូករុញមកអង្គទី2បានដក10អូខេដក10អញ្ចឹង 2a ស្មើ15ដក10នៅសល់5យើងចង់បាន a តើ a ស្មើប៉ុន្មានអញ្ចឹង a ស្មើ5ចែកនឹង2យើងមិនចាំបាច់ចែកទេយើងទុកប៉ុណ្ណឹងមកអូខេយើងឆ្លើយមកដូចនេះបាទ a ស្មើនឹង5នៅលើ2បាទចប់ជិះចូលលំហាត់ខរបស់យើងបាទលំហាត់ខមកចូលមើលសភៅទាំងអស់នេះខ3កតា a បូក2ស្មើ18 3កតា a បូក2ស្មើ
A សំទោស A បូក2ស្មើនឹង18បាទស្មើ18បាទអញ្ចឹងយើងដោះស្រាយដូចគ្នាដែរគឺយើងពលាតនៅក្នុងវងកញ្ចក់ចោលសិនអញ្ចឹងអ្វីដែលជាប់វងកញ្ចក់គឺមានប៉ុណ្ណឹងមាន3កតា A បូក2អញ្ចឹង3គុណចូលទាំងអស់អញ្ចឹង3គុណចូលមក3គុណ A បាន 3A បូក3 2 ដង 6 ស្មើ 18 អូខេទៅទៀតអញ្ចឹង 3A នៅដដែល6ខាងនេះបូកនៅអង្គទី1បូកយើងទាញទៅអង្គទី2បានដកអញ្ចឹងបាន18ដក I 6អូខេ18ដក 6អញ្ចឹងបាន 3A ស្មើនឹង18ដក I 6បាទនៅសល់12បាទយើងចង់បាន A អញ្ចឹងដោយសារតែគុណបាទចំនួនរបស់យើងគឺ 3A មានន័យថា3គុណ A ធ្វើដូចមិញដែរយើងរុញមកអង្គទី2បានចែកអញ្ចឹងបាន12ចែកឲ្យ3កន្លែងនេះយើងអាចកាត់យកតែហ្មងក៏បានដែរ12ចែក3ដាក់4យកហ្មងក៏បានដែរអត់អីកន្លែងហ្នឹងបាទអញ្ចឹងយើងឆ្លើយមកដូចនេះអូខេដូចនេះ A ស្មើ4បាទ A ស្មើ4អូខេតោះយើងចូលទៅកាន់លំហាត់ curl បន្ទាប់របស់យើងគឺលំហាត់ curl បាទលំហាត់ curl គេថាម៉េច curl យើងចូលទៅមើលទាំងអស់គ្នា curl 5A ស្មើ3កតា A បូក4 5A ស្មើ3កតា A បូក I បូកឲ្យ4បាទអញ្ចឹងយើងធ្វើដូចគ្នាដែរយើងមើលនៅអង្គទី1អត់មានជាប់វងកញ្ចក់ទេកាលណាអត់ជាប់វងកញ្ចក់យើងកុំលេងវាទុកវាចោលសិនបាទអញ្ចឹងចំនួនដែលជាប់វងកញ្ចក់គឺនៅអង្គទី2អញ្ចឹងជាប់វងកញ្ចក់គឺយើងគុណពលាតដូចគ្នាអញ្ចឹង3គុណចូលទាំងអស់នៅក្នុងវងកញ្ចក់មានចំនួនប្រមាណយើងគុណចូលប៉ុណ្ណឹងបាទអញ្ចឹង3គុណឲ្យ A បាន 3A សញ្ញាវាបូកយើងបានបូកដដែល3 4ដង 10 12អញ្ចឹងយើងចាប់ដើមដោះស្រាយអូខេអញ្ចឹងអានេះមានជាប់អញ្ញត្តិ A អានេះមានជាប់អញ្ញត្តិ A អញ្ចឹងទាញអញ្ញត្តិ A មករកអញ្ញត្តិ A គ្នាវាមកអញ្ចឹងបាន 5A ដក3បូកទាញមកបានដក 3A ស្មើនឹង12បាទស្មើ12អញ្ចឹងដោះស្រាយមក5ដក3ទៅសល់2 2A 2A ស្មើ12គេចង់បាន A អញ្ចឹង A ស្មើ12ចែកនឹង2 12ចែក2ស្មើនឹង6បាទអញ្ចឹងយើងកុំភ្លេចឆ្លើយថាគ្រប់លំហាត់ទាំងអស់បាទឬក៏ដូចនេះA ស្មើនឹង6បាទជាការស្រេចបាទជិះចូលលំហាត់របស់យើងបន្ទាប់បាទលំហាត់ curl លំហាត់ curl គេថាម៉េច curl 4កតា 9 បូក A ស្មើនឹង 6A បាទ4កតា 9 បូក A ស្មើនឹង 6A បាទអញ្ចឹងយើងដោះស្រាយដូចគ្នាដែរយើងគុណពលាតចូលអញ្ចឹង4គុណចូលមកនេះជាប់វងកញ្ចក់ក៏យើងគុណចូលទាំងអស់អញ្ចឹងយើងគុណពលាតចូលមកអញ្ចឹងគុណចូល4 9ដង 36អូខេយើងបូក4គុណ A បាន 4A បាទដោយសារ A មានគុណ1អញ្ចឹងមានន័យថា4ម្ដង 4អញ្ចឹង A ទុកដដែលស្មើនឹង 6A អូខេ 6A អញ្ចឹងដោយហេតុថាខាងនេះវាមានជាប់នៅអញ្ញត្តិ 4A ខាងនេះអត់ជាប់ទេអញ្ចឹងយើងអាចទាញ 4A មករកអង្គទី2ក៏បានឬក៏ទាញអានេះមកអង្គទី1ក៏បានដែរដូចគ្នាប៉ុន្តែដើម្បីឲ្យងាយស្រួលយើងមើលខាងនេះមេគុណធំជាងយើងទាញមកមេគុណធំស្រួលទូទាត់លេខបាទអញ្ចឹង36យើងទឹកដដែលស្មើនឹងអញ្ចឹង 6A យើងទុកដដែល4ទាញទៅបានដក 4 ដក 4A បាទយើងតទៅមុខទៀតអញ្ចឹង36គឺស្មើនឹង6ដកឲ្យ4នឹងសល់2 2A យើងចង់បាន A អញ្ចឹង A ស្មើអូខេដោយសារ2
គុណ 2a នេះគឺ2គុណ a អញ្ចឹងយើងចង់បាន a ទាញ2មកអង្គទី1អញ្ចឹងបាន36ចែកនឹង2ចែកនឹង2អូខេស្មើបាទ36ចែក2បាន18អូខេដូចនេះបាទដូចនេះ a ស្មើនឹង18បាទអញ្ចឹងលំហាត់យើងគឺទំព័រទី27គឺយើងចប់ប៉ុណ្ណឹងបាទនៅក្នុងសៀវភៅពុម្ពផ្នែកទី6បាទបើមានចម្ងល់នៅពេលដែលអត់យល់អាច comment សួរបាន